កោកសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របីត្រដោកជាប្រដាប់ធ្វើពីឈើឬឫស្សីនឹងមានក្រាប់នៅខាងក្នុងសម្រាប់ចងនៅកក្របីកាលណាវាអោនស៊ីស្មៅក្របនោះប៉ះទង្គិចនឹងមាត់ត្រដោកឬសូបែកទោះយ៉ាងណាជាសំឡេងត្រដោកឬសូយ៉ាងណាក៏ដោយក៏ក្របីនោះមិនរវល់អើពើនឹងត្រដោកដែរគឺវាគិតតែពីស៊ីស្មៅតាមទម្លាប់ធម្មតារបស់វាក្របត្រដោកប៉ះទង្គិចនឹងមាត់ត្រដោកយូរទៅក៏ធ្វើឲ្យសឹករិចរិលមាត់ត្រដោករីឯក្របីស៊ីស្មៅយ៉ាងឆ្អែតទាំងពោះព្រោះសំឡេងត្រដោកគ្មានអ្វីធ្វើឲ្យខាតឬចំណេញដល់ក្របីនោះឡើយលោកបានប្រៀបធៀបនៃខាងលើនេះទៅនឹងមនុស្សខ្លះដែលឪពុកម្ដាយអាណាព្យាបាលឬគ្រូបាអាចារ្យខំប្រឹងព្រៀនប្រដៅអប់រំទូមានយ៉ាងណាក៏ដោយក៏គេពុំខ្ចីធ្វើដឹងធ្វើឮអ្វីដែរគេគិតតែពីធ្វើទៅតាមចំណង់ចំណូលចិត្តរបស់គេអ្នកទូមានខំប្រឹងនិយាយប៉ោចបានត្រឹមតែសឹកបបោមាត់ឥតប្រយោជន៍ឯកូនចៅសិស្សធ្វើប្រងើយហាក់ដូចគ្មានបានដឹងឮអ្វីទាំងអស់នៃនេះមិនខុសពីសត្វក្របីដែលមិនរវល់នឹងត្រដោកដូច្នោះដែរសូមអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច like និង share វីដេអូនេះម្នាក់មួយ